ស្វាគមន៍អ្នកក៏និយមគ្រប់គ្រងគ្រប់បកទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់ពិភពគុណ TV ក៏ដូចជាវីដេអូសម្រាប់រឿងពិភពធម្មពលវេទមន្តភាគទី72ដែលជាភាគបន្តរបស់យើងសាច់រឿងចាប់ផ្ដើមបន្តពីហងបានស្ដាប់ថាសឺហៅគឺជាសិស្សដែលមកពីភូមិថ្មហើយនាងគឺមិនដែលធ្លាប់លឺនោះឡើយសឺហៅឲ្យនាងគិតថាគាត់គឺត្រឹមតែគឺជាអ្នកគុណនិយមបនេចោម្នាក់តែប៉ុណ្ណោះតែមិនថាយ៉ាងណានាងក៏នៅតែស្ងប់ស្ងាត់ដែរពីព្រោះថាអត់មានបកអត់មានក្រុមល្បីៗជួយផងបែរជាខ្លាំងដល់ម្លឹងសឺហៅពេលនេះក៏ចង់សួរអំពីពួកគេនៅឋានលើវិញម្ដងហងក៏បានប្រាប់បើសិនជាគ្មាននៅការការពារពីចាស់ទុំដែលរស់នៅឋានលើនោះទេបើទោះបីជាមាននៅទេពកោសល្យយ៉ាងណាក៏ដោយលទ្ធផលក៏មិនខុសគ្នាអ្វីពីមនុស្សនៃដែនដីទាំង8ដែរជេម្នាក់ទៀតក៏បានបញ្ជាក់ថាគុកទាំង8គឺត្រូវបានពួកគេឃ្លាំមើលយ៉ាងម៉ត់ចត់ហើយពួកគេក៏បានដឹងពីប្រភពយ៉ាងច្បាស់ដែរបើមិនចឹងនោះទេគឺច្បាស់ជាពិបាកឡើងទៅកាន់អាណាចក្រឋានលើសឺហៅលើអញ្ចឹងក៏ដឹងថាគឺជាបញ្ហាដែរមើលទៅដើម្បីកាត់ផ្ដាច់ចេញពីវិន័យនៃមេឃាធរណីហើយបើសិនជាចង់ឡើងទៅកាន់អាណាចក្រខាងលើក៏ត្រូវការអ្នកដទៃទៀតឲ្យជួយចែនឹងបានប្រាប់សឺហៅហើយថាគឺមិនចាំបាច់បារម្ភនោះទេជាមួយនឹងទេពកោសល្យរបស់គាត់ទុកឲ្យពួកគេរាយការណ៍ប្រាប់ទៅកាន់ថ្នាក់លើជាមុនសិនហើយវាក៏គួរតែមិនពិបាកដើម្បីរៀបចំឯកសារឲ្យសឺហៅឡើងឋានលើនោះទេបរិសម្នាក់នេះក៏បានប្រាប់ហើយថាបើសិនជាសឺហៅគឺពិតជាចង់មែនគេច្បាស់ជាជួយអង្វរក៏ទៅដល់បុព្វបុរសឲ្យសឺហៅបានឡើងទៅសឺហៅដូចជានៅវល់ដដែលឆ្លើយត្រឹមតែអូរីឯហងបាននិយាយទៅកាន់សៀនមីងថាលោកជាទូទៅគឺមិនដែលចិត្តល្អបែបនេះនោះឡើយក៏ព្រោះថាចង់ចាត់ទុកសឺហៅគឺជាអ្នកបម្រើនៃសង្គ្រាមមែនទេគេបានតបថាមិននឹងអាចទៅខ្ញុំគឺគ្រាន់តែចាត់ទុកគេដូចជាបងប្អូនតែប៉ុណ្ណោះតែសឺហៅបានប្រាប់ថាគាត់គឺមានកិច្ចការសំខាន់ដែលត្រូវធ្វើក្នុងឋានក្រោមថ្ងៃណាមួយគាត់ក៏ចង់ឡើងទៅមើលទៅឋានលើដែរដល់ពេលនោះមែនគឺច្បាស់ជាត្រូវរំខានទៅដល់ពួកគេដើម្បីនាំផ្លូវចេក៏នៅតែប្រាប់ថានៅទីនោះគឺគ្មានដែនកំណត់ហើយជីវិតនៃអ្នកគុណនិយមក៏វាពិបាករស់នៅក្បាច់គុណបុរាណជាច្រើនគឺបានคล้ายទៅជាទឹកមួយដំណក់នៅក្នុងមហាសមុទ្រឲ្យសឺហៅគឺអាចពិចារណាមើលសិនបន្ទាប់ពីធ្វើដំណើរអស់ជិត80ម៉ោងឃើញថានៅពេលនេះហងក៏បានសម្លឹងទៅកាន់ទេសភាពព្រមទាំងស្រែកមួយទំហឹងហើយនេះក៏ជាកំពូលភ្នំពូឡៅសឺហៅនៅពេលនេះក៏បានសួរទៅកាន់ឈិនមីនថាតើឪពុកម្ដាយរបស់គាត់ដឹងថាគាត់មកទីនេះដែរទេគេបានឆ្លើយទាំងស្ទាក់ស្ទើរថាក៏ប្រហែលជាដឹងតែមិនថាយ៉ាងណាសឺហៅក៏នៅតែសម្លឹងទៅកាន់ភ្នំនោះព្រមទាំងគិតក្នុងចិត្តថាពុកម៉ែពេលនេះគឺកូនមកដល់ហើយព្រមទាំងនឹកទៅដល់អ្នកទាំងពីរទៀតផងបន្ទាប់មកសឺហៅក៏បានចុះពីលើទូកនោះហងក៏បានបោយដៃថាពួកគេធ្វើដំណើរកំសាន្តបន្តទៀតហើយក៏ដូចជាបោះនៅអ្វីមួយយ៉ាងប្រាប់ថាវាគឺជាផ្លែទេពអប្សរដែលមកពីអាណាចក្រខាងលើឲ្យសឺហៅទុកជាអនុស្សាវរីយ៍ទៅអ្នកទាំងពីរក៏បានលាទៅកាន់អ្នកទាំង3នោះសឺហៅដើរចេញទៅហើយក៏ប៉ុន្តែឈិនមីនក៏នៅតែបោយដៃលាទៀតសឺហៅក៏ប្រញាប់ថាតោះទៅគេមិនបានលាលោកនោះទេល្មិចបានជាមើលទៅដូចជារំភើបចិត្តម្លេះប្រញាប់ឲ្យឈិនមីនគេនាំផ្លូវហើយពីយើងមើលទៅកាន់ផ្លូវចូលនៅទីនេះគឺពិតជាស្រស់ស្អាតមែនទែនគ្រាន់តែដើរបានពី3ជំហានក៏ស្រាប់តែបានលឺនៅសំឡេងមួយថាសឺហៅបានវាយឈិនឆៅកាលនៅនគរភ្លើងឥឡូវបើជាហ៊ានចូលមកខ្លោងទ្វាររបស់យើងផងសឺហៅវាយគេច្រើនពេកមិនចាំឈ្មោះទៅសួរថាតើណាទៅគឺជាឈិនឆៅនឹងជាហៅធ្វើប្រតិជាចង់កាំងតែម្ដងតើឯងភ្លេចឈិនឆៅមែនទេសម្រាប់តែយើងក៏ឯងភ្លេចដែរមែនអត់លេងចឹងសឺហៅក៏ចាប់ផ្ដើមរកនឹកហើយព្រមទាំងសួរថាតើពួកយើងធ្លាប់បានជួបគ្នាដែរប្រតិជាម្នាក់នឹងគឺកាន់តែកាំងសួរទៅកាន់សឺហៅនៅតែមិនទាន់លុតជង្គង់ទៀតចូលមកក្នុងភ្នំពូឡៅរបស់យើងការងារដំបូងគឺត្រូវតែគោរពទៅកាន់រូបសំណាកនៃអាទិទេពសឺហៅក៏សួរទៀតហើយថាគោរពអ្វីទៅឈិនមីនក៏បានប្រាប់ថាវិន័យទូទៅនៅពេលដែលចូលគឺត្រូវតែគោរពទៅដល់រូបសំណាកអាទិទេពវាក៏ជាសកម្មភាពធ្វើតគ្នាពីបុរាណក៏ដូចជាវិន័យផងដែរស្ដាប់លេងចឹងសឺហៅក៏បានសួរទៀតថាតើវាមានតាក់ទងអ្វីជាមួយខ្ញុំទៅអ្នកយាមម្នាក់ក៏បានអុកនៅលំពែនិយាយព្រមគ្នាថាលុតជង្គង់ប្រតិជាដែលនៅខាងលើក៏ចង់ដឹងដែរថាតើសឺហៅគឺនឹងប្រតិកម្មយ៉ាងណាស្ដាប់ឮពួកគេនៅតែស្រែកថាឲ្យលុតជង្គង់បែបនេះសឺហៅចាប់ផ្ដើមរអ៊ូហើយថាថ្លង់ណាស់វៃរួចបញ្ចេញនៅក្រិតនៃបុព្វបុរសហើយសួរទៅកាន់ពួកគេទៀតថាតើពួកឯងចង់បះបោមែនទេបន្ទាប់មកសឺហៅដើរចូលទៅយ៉ាងអំភើយមិនត្រឹមតែប៉ុណ្ណឹងថែមទាំងបកមកវិញថាអូត្រូវហើយពួកលោកទាំងអស់គ្នាគឺត្រូវតែលុតជង្គង់នៅពេលដែលឃើញនៅក្រិតរបស់បុព្វបុរសយ៉ាងម៉េចតើពួកលោកចង់ប្រឆាំងជាមួយនឹងបុព្វបុរសមែនទេតែហ៊ានទាំងឡាយឃើញដូច្នេះក៏មិនហ៊ាននោះទេនាំគ្នាលុតជង្គង់ព្រមគ្នាតែម្ដងសឺហៅពេលនោះក៏បានងាកទៅកាន់ប្រតិជាឈិនម្ដងហើយជាក់ស្ដែងណាស់គាត់ក៏ត្រូវតែលុតដូចគ្នាអញ្ចឹងដែររួចហើយសឺហៅបានដើរកាត់ព្រមទាំងប្រាប់ថាក្រោកឡើងនៅខាងក្រោមត្រជាក់ណាស់ដោយសារតែបែបនេះប្រតិជាម្នាក់នឹងគាត់គឺពិតជាខឹងដល់អស់ចិត្ត80ម៉ោងសឺហៅក៏បានមកដល់នៅទីតាំងមួយទៀតហើយជួបជាមួយនឹងបុរសម្នាក់ដែលមានឋានៈខ្ពស់ជាងឈិនមីនប្រាប់ថាគឺបាននាំគេមកហើយគេក៏បានធ្វើសញ្ញារីឯសឺហៅក៏បានប្រាប់ថាគឺជាលោកមែនទេហើយតើពុកម៉ែរបស់ខ្ញុំនៅឯណាទៅបុរសម្នាក់នឹងប្រាប់ថាក៏សម្ព័ន្ធគឺពិតជាផ្ដោតតម្លៃទៅកាន់ឪពុកម្ដាយរបស់សឺហៅហើយក៏បានឲ្យពួកគេទៅវឹកហាត់នៅលើដីអាទិទេពហើយក៏មានតែបុព្វបុរសអាទិទេពនោះទេទើបអាចបំពេញនៅលក្ខខណ្ឌចូលទៅបានសឺហៅបានសួរហើយថាតើពួកគាត់សុខសប្បាយទេមែនអត់បុរសម្នាក់នឹងប្រាប់ថាពួកគេគឺមិនអីនោះឡើយហើយកន្លែងនោះគឺពោពេញទៅដោយច្បាប់ក៏ដូចជាគ្របដណ្ដប់ដោយផ្លូវនៃមេឃដីវាគឺប្រៀបបានដូចជាឆ្នាំងអមតៈអញ្ចឹងវឹកហាត់នៅយុទ្ធសាស្ត្រទាំងនោះមាននៅការរីកចម្រើនជាខ្លាំងសឺហៅលើក៏បានប្រាប់ហើយថាខ្ញុំចង់ជួបជាមួយនឹងពួកគាត់ក៏ប៉ុន្តែគេបានប្រាប់ថាឈប់សិនបញ្ជាក់ថាចន្លោះមួយនេះគឺត្រូវបានការពារដោយក្បួនច្បាប់អាទិទេពហើយក៏មិនអាចចូលទៅបានដែរក៏ប៉ុន្តែបើសិនជាគូតគូតាមពេលវេលាក៏គួរតែបើក2ថ្ងៃសឺហៅក៏ចាប់ផ្ដើមគិតទៀតឪពុកម្ដាយរបស់គាត់វឹកហាត់នៅទីនេះចុះហេតុអ្វីបានជាមិនត្រឡប់ទៅមើលគាត់នៅឯភូមិថ្មលពូម្នាក់នឹងក៏បានប្រាប់ឲ្យសឺហៅប្រហែលជាត្រូវស្នាក់នៅទីនេះជាមួយនឹងគាត់មួយរយៈរងចាំដល់ពួកគេវឹកហាត់រួចហើយតែសឺហៅគឺមិនល្ងងនោះទេនិយាយថាតាមពិតលោកគឺបានឃុំឃាំងឪពុកម្ដាយរបស់ខ្ញុំនៅទីនេះអញ្ចឹងសោះលពូម្នាក់នឹងនៅតែតបថាសឺហៅមិននឹងអាចនិយាយអញ្ចឹងទៅឲ្យតែគេគិតថាទីនេះគឺជាកន្លែងណាវឹកហាត់នៅទីនេះគឺអាចធ្វើឲ្យគ្រាប់ពូជនៅក្នុងខ្លួនបរិបូរឡើងអនាគតគឺច្បាស់ជាអាចកើនឡើង
ដល់កម្រិតកំពូលសេះហើយក៏បានសួរហើយថាតើលោកគឺមិនមែនគ្រាន់តែចង់យកខ្ញុំមកទីនេះដើម្បីឃុំខ្ញុំដែរទេមែនអត់គេក៏បាននិយាយថាសេះហើយគឺមាននៅឆ្អឹងកំពូលក៏ដូចជាមាននៅឈាមជាប់ពាក់កណ្ដាលជាមនុស្សភ្នំពូឡាវរបស់ពួកគេអញ្ចឹងហើយភ្នំពូឡាវមិននឹងមិនអាចបង្ហាត់ទៅកាន់សេះហើយបានទេតែសេះហើយក៏ប្រាប់ហើយថាគាត់គឺជាអន្តរិទ្ធថ្មីនៃនគរសឹករវល់ខ្លាំងណាស់មាននៅរឿងជាច្រើនដែលត្រូវដោះស្រាយគេប្រាប់ថាគ្មានបញ្ហានោះទេហើយសេះហើយក៏ប្រហែលជាមិនដឹងថាឥឡូវនេះសេះហើយគឺមាននៅប្អូនប្រុសហើយគ្រាន់តែលើបែបនេះឃើញថាពិភពរបស់សេះហើយគឺស្ទើរតែកលាប់ចាក់គាត់មាននៅប្អូនប្រុសម្នាក់ឪពុកម្ដាយរបស់គាត់បែរជាមាននៅកូនប្រុសម្នាក់ទៀតបរិះម្នាក់នឹងបញ្ជាក់ប្រាប់ទៀតថាទេពកោសល្យរបស់ប្អូនប្រុសសេះហើយគឺពិតជាមិនធម្មតាក៏ដូចជាធ្វើឲ្យពិភពលោកមាននៅការភ្ញាក់ផ្អើលផងដែរហើយបើសិនជាសេះហើយវឹកហាត់នៅទីនេះក៏អាចឲ្យគេទៅគ្រប់គ្រងនៅរាជកិច្ចនៃនគរថ្មបណ្ដោះអាសន្នជំនួសសេះហើយបានដែរក្លេទៅកាន់សេះហើយរបស់យើងពេលនេះក៏បានដើរងាកមុខចេញទឹកភ្នែកក៏ចាប់ផ្ដើមស្រក់តែម្ដងសម័យនឹកឃើញកាលដែលគាត់នៅពីក្មេងនឹកទៅកាន់ឪពុកម្ដាយរាល់ថ្ងៃក៏ប៉ុន្តែពួកគាត់គឺមិនធ្លាប់មករកនោះទេហើយក៏មិននឹកស្មានថាគាត់មាននៅកូនប្រុសម្នាក់ទៀតអញ្ចឹងសោះសេះហើយហាក់បីដូចជាបានឃើញខ្លួនឯងរត់ទៅខណៈពេលដែលឪពុកម្ដាយរបស់គាត់នាំនៅក្មេងប្រុសម្នាក់ទៀតចាក់ចេញកាន់មកដល់បច្ចុប្បន្នសេះហើយក៏បានគិតទៅកាន់ពុកម៉ែរបស់គាត់ថា10ឆ្នាំទៅហើយគាត់គឺមិនដែលទទួលបាននូវភាពកក់ក្ដៅដែលអ្នកទាំងពីរបានប្រគល់ឲ្យនោះទេហើយវាក៏ព្រោះតែអ្នកទាំងពីរជាប់មើលថែប្អូនប្រុសម្នាក់ទៀតមែនទេបានជាមិនព្រមមកស្វែងរកគាត់រួចហើយសេះហើយក៏នៅតែគិតថាមិនអាចទៅរួចលោកពូម្នាក់នឹងក៏បានប្រាប់ថាប្អូនប្រុសរបស់សេះហើយគឺពិតជាមាននៅទេពកោសល្យភាពក្លាហានរបស់គេក៏អស្ចារ្យឲ្យគេទទួលខុសត្រូវការងារនៅនគរថ្មគឺច្បាស់ជាធ្វើបានកុំរំអីសេះហើយតបទៅវិញថាគោលដៅរបស់លោកគ្មានអ្វីផ្សេងក្រៅតែពីបល្ល័ង្កនៃនគរថ្មនោះឡើយក៏ដូចជាចង់ប្រើប្រាស់នៅប្អូនប្រុសរបស់គាត់ដើម្បីគ្រប់គ្រងនៅនគរទាំងមូលគេក៏នៅតែរំលឹកប្រាប់សេះហើយអំពីច្បាប់ពិតនៃផ្លូវមេឃដីនៅទីនេះឲ្យធ្វើតាមគាត់ទៅគឺច្បាស់ជាបានជួបជាមួយនឹងឪពុកម្ដាយហើយសេះហើយប្រាប់ឲ្យទុកបញ្ហានេះមួយឡែកសិនទៅក៏ដូចជារំលឹកនៅលោកតារបស់គាត់ដែលធ្លាប់មកទីនេះដូចគ្នាដែរតែពេលនេះគាត់ណៃអាណាទៅលោកពូម្នាក់នឹងប្រាប់ហើយថាតារបស់សេះហើយក៏បានឡើងទៅកាន់អាណាចក្រខាងលើសេះហើយក៏បានដើរចូលក៏ដូចជាប្រើប្រាស់នៅធម្មពលរបស់គាត់ថាគ្រប់យ៉ាងក៏នឹងត្រូវបានលាតត្រដាងនៅប្រភពពិតរួចប្រើប្រាស់នៅកែភ្នែកប្រស្រីពីររបស់គាត់ដើម្បីពិនិត្យមើលនៅទីនេះសេះហើយបានប្រទះឃើញនៅស្នាមក្របព្រួយក៏គួរតែគឺជាស្នាដៃរបស់តាគាត់ក៏ដឹងទៀតថាក៏ប្រហែលជាតាគាត់គឺបានប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅនៅទីនេះហើយដូច្នេះនិយាយថាយើងសួរលោកម្ដងទៀតតាខ្ញុំនៅណាទេលោកពូម្នាក់នឹងនៅតែប្រាប់ថាឲ្យស្ងប់អារម្មណ៍គាត់អាចស្បត់បានតារបស់សេះហើយគឺមិនអីនោះទេសេះហើយពេលនេះក៏បានក្តាប់ដៃបញ្ចេញនៅធម្មពលថាតើលោកនៅតែចង់បោកប្រាស់យើងទៀតលោកពូម្នាក់នឹងក៏បានប្រាប់ទៅវិញថាឯងគិតថានេះគឺជារាជវាំងនៃនគរថ្មរបស់ឯងមែនទេទីនេះគឺគ្មាននៅចំហាយនៃរាជវង្សនោះឡើយដែលសេះហើយត្រឹមតែគឺជាអ្នកវឹកហាត់កម្រិតតូចតាចបែរជាហ៊ានប្រហើនវាប្រហារគាត់ផងតែមិនថាយ៉ាងណាសេះហើយនៅតែបន្តពាក់អាវក្រោះរបស់គាត់រីឯលោកពូម្នាក់នឹងក៏ប្រាប់ថាបើសិនជាសេះហើយមិនព្រមបញ្ឈប់នោះទេក៏មិនទោសថាគាត់ខុសខើឲ្យសោះសេះហើយយ៉ាងណាក៏ដោយក៏មិនខ្ជិលខ្វល់នៅតែបន្តសម្រុកចូលស៊ីមួយស្នេហ៍របស់សេះហើយក៏ដឹងហើយថាគឺពិតជាមិនធម្មតាមែនសេះហើយក៏បាននិយាយហើយថាធ្វើបាបតារបស់យើងថ្ងៃនេះយើងគឺនឹងឲ្យភ្នំពូឡាវរបស់ពួកឯងសងវិញស្ដាប់លើដូច្នេះជើងខ្លាំងម្នាក់នឹងក៏បានប្រាប់ថាអាក្មេងល្ងងឯងដូចជាជឿជាក់ពេករួចហោះអណ្ដែតឡើងទៅលើអាកាសប្រាប់ប្រាស់នៅស្នៀតកន្ត្រៃប្រាក់របស់គាត់ស្រែកថាបោកភ្លាមទៅសេះហើយរំពេចនោះសម្លងទៅខាងលើក៏ស្រាប់តែបានឃើញនៅចំហាយកន្ត្រៃរាប់ពាន់គេថែមទាំងនិយាយទៀតថាយើងគឺនឹងឲ្យឯងបានឃើញពីធម្មពលនៃច្បាប់ដែលស្ថិតក្នុងអាណាចក្រទី6ឬក៏សក្ការៈជនមើលទៅកាន់ចំហាយនៃកន្ត្រៃប្រាក់ទាំងនេះក៏បានធ្លាក់ចុះមកពីពេញមេឃរីឯសេះហើយរបស់យើងក៏នៅតែបន្តកិច្ចចុះកិច្ចឡើងកន្ត្រៃនោះនៅតែបន្តប្រមាញ់សេះហើយចាប់ផ្ដើមហោះឡើងទៅខាងលើដោយមិនខ្លាចនោះទេប្រើប្រាស់នៅកណ្ដាប់ដៃរបស់គាត់សម្រុកចូលទៅយុទ្ធសាស្ត្ររវាងអ្នកទាំងពីរក៏បានខ្ទេចខ្ទីរៀងខ្លួនរីឯលោកពូម្នាក់នឹងនៅតែបន្តប្រើប្រាស់នៅកន្ត្រៃប្រាក់ដោយចាត់ការស្របពេលដែលសេះហើយបានសម្លឹងទៅកាន់ព្រាបមួយគូនោះក៏ស្រាប់តែកន្ត្រៃមួយដើមធ្លាក់ចំរាងកាយរបស់គាត់ធ្លាក់ចូលទៅខាងក្រោមទៅហើយឃើញចឹងគេក៏បាននិយាយថាយើងគិតថាស្មានតែត្រូវប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅតែមិននឹកស្មានថាឯងខ្សោយដូចជាតាឯងចឹងសោះបន្ទាប់ពីផ្សែងខ្មៅត្រូវបានរសាត់ទៅអស់ក៏ស្រាប់តែយើងបានឃើញសេះហើយពោពេញទៅដោយចំហាយធម្មពលដែលជាខែលការពារហើយតាមពិតគាត់គឺគ្រាន់តែមិនចង់ជួយសង្គ្រោះនៅសត្វតែប៉ុណ្ណោះសេះហើយក៏បានស្រែកហើយថាហ៊ានប្រមាថគ្រួសាររបស់យើងគឺនឹងកាត់ឯងចោលជាងខ្លាំងម្នាក់នឹងពេលនេះក៏ចាប់ផ្ដើមប្រើប្រាស់នៅចំហាយយុទ្ធសាស្ត្ររបស់គេហើយមិនថាបើទោះបីជាសេះហើយខ្លាំងយ៉ាងណាក៏ដោយក៏មិនមែនជាដៃគូនៃជាងខ្លាំងអាណាចក្រទី6នោះដែរដោយសារតែបែបនេះសេះហើយក៏ចាប់ផ្ដើមប្រើប្រាស់នៅចំហាយដៅបរិសុទ្ធរបស់គាត់ទៅទប់ទល់ជាមួយនឹងកន្ត្រៃប្រាក់នោះដោយសារតែបែបនេះហើយគេក៏ព្យាយាមខិតខំប្រឹងប្រែងដោយសារតែបែបនេះគេក៏ចាប់ផ្ដើមភ្ញាក់ផ្អើលហើយក៏ព្រោះថាសេះហើយក៏ពិតជាអាចទប់ទល់ជាមួយនឹងអ្នកគុណនិយមអាណាចក្រទី6បានមែនពេលនេះផងដែរចំហាយយុទ្ធសាស្ត្រដ៏សន្ធោសន្ធៅគេទប់លែងបានស្រែកពោពេញទៅដោយក្តីឈឺចាប់ក៏ដូចជាធ្លាក់ចុះក្អួតឈាមបាត់ទៅហើយសេះហើយនៅតែសួរបញ្ជាក់ថាតើមានអ្វីកើតឡើងចំពោះតាគាត់ទៅពូម្នាក់នឹងក៏នៅតែនិយាយថាគេគឺជាអ្នកគុណនិយមអាណាចក្រទី6បើសិនជាឯងហ៊ានសម្លាប់យើងនៅលើកំពូលភ្នំពូឡាវនោះតែឯងមិនខ្លាចស្លាប់ដោយគ្មានដីកប់ទេមែនអត់សេះហើយប្រាប់ថាការបើដូច្នេះយើងគឺនឹងបំផ្លាញអាណាចក្រទី6របស់ឯងរួចបញ្ចេញនៅចំហាយដៅជាច្រើនចាក់លើរាងកាយរបស់គេធ្វើឲ្យគេឈឺចាប់ខ្លាំងមែនទែនភ្លាមយើងក៏បានលឺនៅសំឡេងក៏ដូចជាលំពេងមួយប្រាប់ថាឲ្យឈប់សិនក្មេងប្រុសម្នាក់ក៏បានបង្ហាញខ្លួននៅចំពោះមុខសេះហើយតែយើងក៏មិនទាន់ដឹងថាគេគឺជានរណាផងសាច់រឿងក៏ស្រាប់តែត្រូវបានស្លេះតែត្រឹមនឹងឯងជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់គ្រប់បកដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមាននៅកំហុសខុសឆ្គងអេដមីននឹងវិលត្រឡប់មកជួបសាជាថ្មីម្ដងទៀតនៅក្នុងវីដេអូសម្រាប់រឿងជាបន្តបន្ទាប់ខណៈពេលនេះផងដែរមានបាយ